Sânជាអ្នកដាក់ចិត្តរស់ស៊ីខ្ញុំចែករំលែកបល័យ5ទី1គឺស្គាល់គីឡូខ្លួនឯងកូនដៃរោតាមកូនដៃមេដៃរោតាមមេដៃកុំលក់សាច់ឆ្កែដាក់ក្បាលប្រពេរស់មិនយូរទេផ្លូវខ្លីណាស់ទី2គិតមុនដើរក្របអុកដែលវាមានតម្លៃគឺវានៅលើកាឡាតែបើចូលកំប៉ុងហើយគឺចប់ហើយអនាគតពិបាកស្ដារណាស់ទី3រលុយបានមើលវាឲ្យយូរចាំចាយមនុស្សច្រើនណាស់បរាជ័យដោយសារតែស្គាល់លុយតិចពេកចាយហឺហាចាំអស់ចម្រោចុំមិនក៏មិនទុកមើលឲ្យយូរមើលយូរវានឹងស្រូបបានណាយើងនឹងដឹងថាត្រូវធ្វើអីជាមួយវាស្រូបបានឈើគូសធ្វើពីកំតិចឈើទេតែវាអាចដុតព្រៃនឹងមូលបានដូចនេះអាកាកលុយដែលអ្នកខ្ជះខ្ជាយជារៀងរាល់ថ្ងៃនេះថ្ងៃណាមួយវានឹងធ្វើអ្នកខ្លាយទៅជាកូនបំណុលរបស់អ្នកអតីតមិនស្រួលអាចសុំទានទៀតទី4ពេលមានបញ្ហាត្រូវទប់ខ្លួនឯងយ៉ាងហ្នឹងដោះវាមួយបញ្ហាដែលត្រូវប្រើលុយគឺ